នេះខ្ញុំចង់រាយរាប់បន្តិចរាយរាប់ពីអ្នកមានគុណគាត់ឈ្មោះថាឧបាសិកាសុផាត់គាត់ជាម្ចាស់ស្រុកនៅទីនឹងព្រោះតាជាចាស់នឹងសាសម័យគាត់លេងមានអ្នកណាគេនៅក្នុងតំបន់នឹងគាត់ជាចាស់ជាងគេនៅក្នុងថ្ងៃនឹងខ្ញុំចង់រាយរាប់ពីគុណសម្បត្តិរបស់គាត់គ្រួសារពួកគាត់នៅជុំវិញវត្តប៉ាអិនកោសីបានសាងគេឈ្មោះបានសាងស្នាដៃនៅលើទឹកដីគេស្គាល់ទាំងអស់ថាជាមួយប្រពៃអូខេThere's no room beside me. I'm not looking for romance. Say I'll be here, I'll be here. There's no way you'd understand. All I want, all I want, all I want. ខ្ញុំចង់រាយរាប់ពីគាត់បន្តិចអូខេ 1 2 okay come on ម្ចាស់ខ្ញុំនឹងគាត់ជាម្ចាស់ស្រុកគាត់អាយុច្រើនរហូតទៅ94ឆ្នាំបាននោះប៉ុន្តែថ្ងៃនេះជាថ្ងៃដែលខ្ញុំជិះចាប់បំផុតខ្ញុំកំពុងតែមានអារម្មណ៍ថាគាត់លេងបាននៅទីនេះគាត់នឹងត្រឡប់ទៅទីនោះកន្លែងដែលយើងមិនធ្លាប់បានទៅសោះគាត់ទៅហើយមិនអាចមានក្រោយមួយកូនចៅនៅទីនេះសូមឲ្យគាត់ទៅបានសុខខ្ញុំក៏សប្បាយចិត្តដែលគាត់ពុំទៅថ្ងៃនោះអូខេចៅនេះសុំទោសឬក៏ហកកន្លងសុំអហោសកម្មមកចៅផងរឿងច្រើនខ្ញុំដែរកន្លងខ្ញុំបានធ្វើខុសឆ្គងមិនខ្ញុំបានលួចយកនេះលួចយិននោះព្រមទាំងប្រកាសរបស់គាត់ដែលគាត់សន្សំកន្លងតែខ្ញុំនេះវាសែនភ្លឺមិនគួរទៅសាងរឿងដែរសាមងទៅលួចយកនេះទៅលួចនោះទៅយកបែបនេះទៅយកបែបនោះខ្ញុំសង្ឃឹមថាពេលដែលខ្ញុំគាត់នៅទីនេះគាត់នឹងអហោសិកម្មឲ្យខ្ញុំចោះរឿងទាំងអស់ដែលកន្លងហួសឲ្យចៅប្រុសអ្នកនេះសុំទោសម្ចាស់ថ្ងៃនេះចៅបាននឹងច្បាស់ថាចៅនឹងបាត់បង់អ្វីមួយប្រកបជាក់លាក់នោះគឺជាសាច់ញាតិដែលចៅគោរពបំផុតពេលនេះខ្ញុំមានអារម្មណ៍ថាអោបទុកសោកការនៅម្នាក់ឯងក្នុងបន្ទប់ព្រោះតែខ្លួនឯងបានធ្លាប់សាំងកំហុសមិនទាន់បានតបស្នងអ្វីសោះទៅឲ្យចៅសំទោសសូមម្ចាស់ទៅបានសិនចៅសំទោសខ្ញុំឈឺចាប់ណាស់ពេលដែលដឹងច្បាស់ថាខ្ញុំនឹងបាត់រូបគាត់ចេញពីមុខចេញពីមាត់ខ្ញុំតែងតែស្បត់ខ្ញុំថានឹងធ្វើឲ្យខ្លួនឯងមានកំណើតបំផុតខ្ញុំនឹងសង្កេតតែយល់នៅលើទឹកដីមួយនេះឲ្យគេស្គាល់ការប្រកាសថាគ្រួសារនេះមានអ្វីខ្លះមានសមត្ថភាពអ្វីខ្លះនឹងចេញឲ្យអស់ឲ្យគេឃើញថានៅទីនេះមិនមែនជាជនសោះក៏ក្រោះសូម្បីតែបុណ្យក៏មិនដែលសាងសោះខ្ញុំនឹងបង្ហាញខ្ញុំនឹងធ្វើឲ្យគេឃើញថាដូនតាស្រុកនេះគឺអស្ចារ្យខ្ញុំជាកូនចៅជំនាន់ក្រោយខ្ញុំក៏ត្រូវតែសាងរឿងដែលគេយល់ថាជារឿងអស្ចារ្យទុកជាសម្បត្តិទុកឲ្យកូនចៅថ្ងៃក្រោយទៅតែរក្សាខ្ញុំជួមអភ័ណ្ឌតកូលមានសៀងជាខ្ញុំជំនាន់ទី4ព្រោះនៅទឹកដីសុខដុមទឹកដីនេះសែនធំមហានគរកាលពីមុនគេហៅថាណាចក្រអង្គរនៅលើពិភពលោកអ្នកណាគេក៏គេស្គាល់អ្នកណាគេក៏គេស្ងើចសរសើរពីទឹកដីខ្ញុំដូនតាមួយនេះអស្ចារ្យព្រោះតែនិយាយខ្ញុំអាយុច្រើនហើយរហូតដល់94ឆ្នាំគាត់បានផ្ដាំរឿងច័ន្ទយ៉ាងមកឲ្យខ្ញុំដឹងអរគុណខ្ញុំឲ្យខ្លាយទៅជាល្អកុំប្រព្រឹត្តគ្រឿងកន្លងដែលវាខុសឆ្គងបែបនេះឲ្យចៅសំទោសចៅបានរាយរាប់ប៉ុណ្ណឹងក៏ព្រោះតែចៅមានអា
ចៅរូបបំផុតសង្គមអត់ទឹកដីនេះល្អបំផុតមានមនុស្សមកពុតទីកន្លែងដែលចង់មកស្គាល់ទីនេះខ្លាចទីនេះមានអ្វីខ្លះចៃនឹងបង្ហាញឲ្យគេឃើញច្បាស់ថាខ្ញុំចៅនេះ